សួស្តីប្រិយមិត្តដែលតែងតែតាមដាន Channel និង Page ASEAN Military ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីកំភ្លើងធំ PCL 171ដែលកងទ័ពចិនបានយកមកធ្វើសមយុទ្ធអ្នកមាសប្រចាំឆ្នាំ2025នាពេលខាងមុខនេះដើម្បីជាការចែករំលែកចំណេះដឹងខ្លះៗផ្នែកយោធាដល់បងប្អូនដែលចូលចិត្តនិងតែងតែតាមដានវិស័យយោធាឲ្យបានដឹងអំពីប្រសិទ្ធភាពរបស់កំភ្លើងធំនេះអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់ទាំងអស់គ្នាកំភ្លើងធំ PCL 171គឺជាកំភ្លើងធំបំពាក់នៅលើរថយន្តប្រភេទដុងហ្វឹង Main C ដែលមានកង់6វាមានទម្ងន់ស្រាលងាយបត់បែនក្នុងការចល័តបានរហ័សទាន់ពេលវេលាពេលមានការចាំបាច់កំភ្លើងធំ PCL 171វាត្រូវបានធ្វើការអភិវឌ្ឍចេញពីកំភ្លើងធំ PCL 161កំភ្លើងធំនេះផលិតឡើងដោយប្រទេសចិនហើយត្រូវបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពនៅក្នុងឆ្នាំ2022រហូតមកដល់បច្ចុប្បន្នចំពោះលក្ខណៈពិសេសនៃកំភ្លើងធំ PCL 171នេះវាមានទម្ងន់11តោនមានប្រវែង 6.54 ម៉ែត្រទៅ7ម៉ែត្រហើយទទឹង 2.38 ម៉ែត្រនិងកម្ពស់ 2.13 ម៉ែត្រកំភ្លើងធំ PCL 171បានបំពាក់កំភ្លើងធំទំហំ122មីលីម៉ែត្រចំនួន1ដើមវាអាចបាញ់បានចម្ងាយចាប់ពី27ទៅ40គីឡូទៅតាមប្រភេទគ្រាប់នីមួយៗហើយចម្ងាយបាញ់ដែលមានប្រសិទ្ធភាពចាប់ពី18ទៅ22គីឡូម៉ែត្រទៅតាមប្រភេទគ្រាប់នីមួយៗដូចគ្នាកំភ្លើងធំនេះផ្ទុកគ្រាប់បានចំនួន28គ្រាប់នៅក្នុងបន្ទប់គ្រាប់ផ្នែកចំហៀងនៃរថយន្តប្រភេទដុងហ្វឹង Main C ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតប្រភេទ YC6DV1 V-Tape 6 cylinder water cooled supercharged intercooled ដែលមានកម្លាំង295សេសស្មើនឹង220គីឡូវ៉ាត់រថយន្តបំពាក់កង់ប្រភេទកង់កៅស៊ូដែលអាចប្រតិបត្តិការបានចម្ងាយ700គីឡូម៉ែត្របើកនៅក្នុងល្បឿន120គីឡូម៉ែត្រក្នុង1ម៉ោងខ្ញុំបាទសូមអរគុណចំពោះការគាំទ្រនិងតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ